បាទសួស្តីបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនរបៀបចូលទៅឆែកមើលវីដេអូរបស់យើងតើវីដេអូរបស់យើងនឹងមានគុណភាពល្អដែរឬទេបងប្អូនផលិតវីដេអូ original ហើយពេលដែលបងប្អូនចូលឆែកមើលស្រាប់តែវាចេញពណ៌លឿងបងប្អូនណាមូលហេតុអីបានវីដេអូរបស់យើង original សោះវាចេញពណ៌លឿងមកវិញដល់កុំនៅចាំយូរខ្ញុំនឹងបង្ហាញបងប្អូនតែម្ដងបាទឥឡូវខ្ញុំឧទាហរណ៍វីដេអូរបស់ខ្ញុំមួយនេះបងប្អូនឃើញបាទវាចេញលោតពណ៌បៃតងចេះបាទនេះវីដេអូរបស់ខ្ញុំបាទជាវីដេអូ original បងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនមើលនេះវីដេអូរបស់ខ្ញុំហើយខ្ញុំឲ្យបងប្អូនមើលបាទកន្លែងនេះបាទកន្លែងគូធីកបៃតងនេះបងប្អូនណាបើសិនជាវីដេអូរបស់យើងចេញធីកពណ៌បៃតងបែបនេះគឺបាទគុណភាពវីដេអូរបស់យើងគឺល្អតែបើកន្លែងនេះចេញពណ៌លឿងបាទចេញពណ៌លឿងវាមានលក្ខណៈជាច្រើនបងប្អូនវាមានដូចថាយើងថតវីដេអូនឹងមិនសូវច្បាស់វាព្រាលអញ្ចឹងទៅក៏វាចេញពណ៌លឿងដែរអញ្ចឹងបងប្អូនអាចឆែកមើលកន្លែងនេះដឹងហើយបាទដើម្បីឆែកចូលមកដល់កន្លែងនេះបានឥឡូវខ្ញុំចុចចេញមក home សិនបាទបន្ទាប់ពីខ្ញុំចុចចេញមក home ហើយបងប្អូនចុចចូលទៅក្នុងបាទ Facebook បងប្អូនមកហើយបងប្អូនចុចកន្លែងរូប profile របស់យើងបើសិនជាបងប្អូនអត់ចេញរូប profile ទេកន្លែងនេះវាចេញសញ្ញាត្រី3បងប្អូនណានេះឃើញទេបងប្អូនចុចចូលហើយបងប្អូនចុចលើឈ្មោះ Facebook បងប្អូនមកបាទហើយបងប្អូនអូសscrollឡើងលើបាទឥឡូវខ្ញុំសុំបិទ mute សំឡេងសិនកុំឲ្យមានការរំខានណាបងប្អូនអញ្ចឹងបងប្អូនអូសមកបាទនេះជាវីដេអូរបស់ខ្ញុំដែលខ្ញុំបានផុស1ម៉ោងមុនបងប្អូនណាហ្នឹងហើយកុំភ្លេចជួយ follow បាទ page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបងប្អូនណាបាទបងប្អូនចុចចូលកន្លែងនេះមកយើងដឹងហើយថាបាទវីដេអូរបស់យើងនឹងវាចេញពណ៌លក្ខណៈបែបណាពណ៌បៃតងលឿងឬក៏ក្រហមបងប្អូនណាបងប្អូនចុចចូលកន្លែងនេះបាទបងប្អូនឧស្សាហ៍ចូលឆែកបងប្អូនបើសិនជាបងប្អូនអត់ចូលឆែកទេវាអាចទៅជាប់ copyright ឬក៏ជាប់អ្វីមួយដែល Facebook មិនចង់បានអញ្ចឹងណាហ្នឹងហើយទោះបីវីដេអូយើងផ្ទុះយ៉ាងណាក៏អត់បានលុយដែរបងប្អូនណាហ្នឹងហើយបងប្អូនចុចចូលកន្លែងនេះចុចមកបាទនេះបងប្អូនឃើញបាទអញ្ចឹងវីដេអូរបស់យើងល្អបងប្អូនឃើញបាទគឺបៃតងទាំងអស់បងប្អូនឃើញទេបាទអញ្ចឹងបងប្អូនឧស្សាហ៍ចូលឆែកបែបនេះមកហ្នឹងហើយនេះខ្ញុំបាទចូលឆែកទៅទៀតខ្ញុំបោះបាទ21ម៉ោងមុនបាទនេះបងប្អូនណាហើយបងប្អូនពិនិត្យមើលបាទនេះបងប្អូនកុំភ្លេចបាទជួយគ្រប់គ្រងបាទ page របស់ខ្ញុំមួយផងហើយបងប្អូនចុចមកចុចកន្លែងហ្នឹងបងប្អូនឃើញពណ៌បៃតងហ្នឹងបាទហ្នឹងហើយបងប្អូនមើលកន្លែងនេះបាទនេះបងប្អូនណាឃើញទេបាទបៃតងទាំងអស់បាទបើសិនជាវីដេអូរបស់យើង original វាចេញពណ៌លឿងបងប្អូនណាបងប្អូនចាំខ្ញុំប្រាប់បន្តទៀតណាហ្នឹងហើយអញ្ចឹងខ្ញុំអូសឲ្យបងប្អូនមើលឥឡូវខ្ញុំយកបាទវីដេអូមួយនេះចុះបាទនេះបងប្អូនណាហ្នឹងហើយសិតតែបៃតងទាំងអស់ទេវីដេអូរបស់ខ្ញុំបងប្អូនណានេះបងប្អូនឃើញបាទដោយសារតែវីដេអូរបស់ខ្ញុំ original បាទឥឡូវខ្ញុំបង្ហាញបងប្អូនបាទប៉ុណ្្នឹងសិនបាទហ្នឹងហើយបងប្អូនចុចមកបាទនេះសិតជា original ទេខ្ញុំបានឆែករួចហើយបាទគឺវីដេអូរបស់ខ្ញុំបាទសិតតែចេញពណ៌បៃតងទាំងអស់ដោយសារខ្ញុំធ្វើ original បាទ page មួយនេះដាក់ original បាទអញ្ចឹងខ្ញុំចេញមកវិញបាទចេញមកវិញហើយខ្ញុំ select យក page របស់ខ្ញុំមួយទៀតបាទបងប្អូនណានេះខ្ញុំចុចចូលកន្លែងនេះបងប្អូនចុចចូលកន្លែងហ្នឹងមកបងប្អូនអាចជ្រើសរើស select យក page បងប្អូនបានហើយបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំចុច select កន្លែងនេះបាទឥឡូវខ្ញុំចុចកាត់កន្លែងនេះបន្តិចសិនបងប្អូនណាហ្នឹងហើយបាទឥឡូវខ្ញុំបាន select page របស់ខ្ញុំមួយទៀតដើម្បីយកមកបង្ហាញបងប្អូនបាទអញ្ចឹងខ្ញុំចុចចូលបាទកន្លែង profile ហ្នឹងបាទខ្ញុំចុចចូលកន្លែងឈ្មោះ page របស់ខ្ញុំហើយបងប្អូនអូសscrollឡើងលើមកដើម្បីមើលវីដេអូរបស់យើងនេះបងប្អូនគេបាទអញ្ចឹងបងប្អូនចុចចូលកន្លែងនេះបាទចុចចូលកន្លែងហ្នឹងវាចេញពណ៌បៃតងដែរបងប្អូនណាបៃតងដោយថាយើង edit ខ្លះអញ្ចឹងណាបាទហ្នឹងហើយកន្លែងនេះបងប្អូនចាំខ្ញុំបង្ហាញឬក៏បញ្ចូលប្រាប់បងប្អូនថាហេតុអីបានវីដេអូមួយនេះវាចេញពណ៌លឿងបងប្អូនណាឥឡូវខ្ញុំចុចចូលកន្លែងនេះបាទនេះបងប្អូនឃើញទេបាទនេះវាចេញពណ៌លឿងបែបនេះបាទវីដេអូបងប្អូនខ្លះដែលវាអាចថាវាប៉ះពាល់ធ្ងន់វាចេញពណ៌ក្រហមកន្លែងនេះបាទបើចេញពណ៌ក្រហមហើយបាទវីដេអូខ្លះក៏ទទួលលុយវីដេអូខ្លះក៏អត់បានទទួលលុយដែរបើសិនជាវីដេអូអត់ផ្ទុះទេបងប្អូនលុបចោលតែហ្មងទៅបើសិនជាវីដេអូបងប្អូនចេញលឿងច្រើនបងប្អូនលុបទៅហើយវីដេអូនេះខ្ញុំចិត្តលុបដែរបងប្អូនណានឹងចិត្តលុបចោលខ្ញុំអត់ទុកទេបាទចេញពណ៌លឿងបែបនេះខ្ញុំដាក់តាឲ្យវាចេញពណ៌បៃតងខ្ញុំទុកទាំងអស់បាទអញ្ចឹងបងប្អូនចុចកន្លែងនេះដឹងហើយថាវីដេអូហ្នឹងវាមានបញ្ហាអីគេបងប្អូនគួរលុបឬមិនគួរលុបបងប្អូនចុចចូលកន្លែងនេះចុចចូលកន្លែងនេះមកដោយសារថាវីដេអូរបស់យើងហ្នឹងវាមានបញ្ហាយើងថតអត់សូវច្បាស់ហ្នឹងបងប្អូនថតអត់សូវច្បាស់ព្រាលអញ្ចឹងទៅយកមកបង្ហោះដែរទៅក៏យើងរកលុយអត់បានដែរហើយខាង Facebook ក៏វាអត់រុញឲ្យយើងដែរបាទអត់រុញឲ្យយើងទេពេលដែលខាងក្រុមហ៊ុន Facebook ពិនិត្យមើលវីដេអូរបស់យើងគេឃើញព្រាលអញ្ចឹងក៏គេអត់រុញវីដេអូរបស់យើងឲ្យគេអ្នកមើលនឹងឃើញច្រើនដែរបងប្អូនណាហ្នឹងហើយអញ្ចឹងឃើញតែ fan យើងប្រហែលអ្នកដែលយើងបាន follow នឹងទេបងប្អូនត្រូវផលិតវីដេអូល្អ original ការថតការ edit អីហ្នឹងឲ្យវាច្បាស់លាស់មកអញ្ចឹងវាចេញពណ៌នេះបាទឲ្យចេញពណ៌បៃតងទាំងអស់មកគឺអូខេហើយវីដេអូរបស់យើងបាទបើយើង
ផលិតវីដេអូបានល្អការថតល្អទៀតអញ្ចឹងខាង Facebook វាចេះរុញទៅមានអ្នកមើលច្រើនដែរបងប្អូនអញ្ចឹងខ្ញុំគាត់ថាមកបង្ហាញការឆែកមើលពីវីដេអូរបស់យើងតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាបងប្អូនថាវីដេអូរបស់ខ្ញុំមានប្រយោជន៍កុំភ្លេចជួយចែកម្លែកបាទម្នាក់មួយផងដើម្បីយើងទទួលបានវីដេអូថ្មីៗបន្តទៀតបាទអរគុណ